សំណួរតើព្រះសិស័ព្ទមានដែរឬទេចម្លើយចំណុចទី1មានហើយព្រះជាម្ចាស់គឺពិតប្រាកដ1យ៉ូហែន 5:20 យើងដឹងថាព្រះបុត្ររបស់ព្រះមកហើយនឹងប្រទានភាពយល់ដល់យើងដើម្បីឲ្យយើងស្គាល់ព្រះជាម្ចាស់ពិតប្រាកដយើងនៅក្នុងព្រះនោះដែលជាព្រះបុត្ររបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះពិតប្រាកដនិងជាជីវិតអស់កលឹបជានិច្ចរ៉ូម 3:4 មិនអាចទៅរួចទេតែបើនិយាយតាមពិតព្រះជាម្ចាស់គឺពិតប្រាកដខណៈដែលមនុស្សរាល់គ្នាជាអ្នកកុហកដូចដែលបានសរសេរថាដើម្បីឲ្យព្រះអង្គមានសិទ្ធិពេលដែលព្រះអង្គប្រន្ទាទោសហើយឲ្យទ្រង់បានជ័យជំនះពេលដែលមានការវិភាគវិញចំណុចទី2ព្រះមានកុសាពើភ័ណ្ឌនិងរូបរាងពិតប្រាកដហើយព្រើ1:3ទ្រង់ជាការរស់ឡើងនៃសេរីរុងរឿងរបស់ព្រះនិងជារូបភាពដ៏ពិតប្រាកដនៃសារពើភ័ណ្ឌរបស់ទ្រង់ថែរក្សាទាំងអស់ដោយពាក្យសម្ដីដ៏អំណាចរបស់ទ្រង់បន្ទាប់ពីទ្រង់បានសម្អាតបាបរួចហើយទ្រង់អង្គុយនៅខាងស្តាំនៃព្រះអង្គដ៏ខ្ពង់ខ្ពស់1យ៉ូហាន 3:2 បងប្អូនជាទីស្រឡាញ់ឥឡូវនេះយើងជាកូនរបស់ព្រះបតាប៉ុន្តែមិនទាន់បានបង្ហាញនៅឡើយថាយើងនឹងក្លាយទៅជាអ្វីប៉ុន្តែយើងដឹងថាពេលដែលទ្រង់ត្រូវបានបង្ហាញយើងនឹងដូចទ្រង់ព្រោះយើងនឹងបានឃើញទ្រង់យ៉ាងដូចដែលទ្រង់ជាមានពិតប្រាកដចំណុចទី3ព្រះមានរូបភាពផ្ទាល់របស់ទ្រង់លោកុបាត 1:27 ព្រះបានបង្កើតមនុស្សឲ្យមានរូបភាពដូចទ្រង់ក្នុងរូបភាពរបស់ព្រះទ្រង់បានបង្កើតមនុស្សយាយទ្រង់បង្កើតបុរសនិងស្ត្រីចំណុចទី4ព្រះមានជីវិតនិងជាព្រះពិតប្រាកដយេរេមៀ 10:10 ប៉ុន្តែព្រះអម្ចាស់គឺជាព្រះពិតប្រាកដទ្រង់ជាព្រះដ៏មានជីវិតនិងជាព្រះបាទនិរន្តរភាពនៅពេលដែលទ្រង់ខឹងដល់ទីបំផុតផែនដីនឹងញ័រហើយប្រជាជាតិនឹងមិនអាចទប់ទល់នឹងការទាស់យ៉ាងខ្លាំងរបស់ទ្រង់បានទេ1ថេសាឡូនីក 1:9 ពួកគេបាននិយាយអំពីពួកយើងថាយើងបានមករកពួកអ្នកដូចម្ដេចហើយពួកអ្នកបានបោះបង់បដិមាហើយវិលទៅរកព្រះដើម្បីបម្រើព្រះដ៏ពិតប្រាកដនិងមានជីវិត